5គឺយើងបន្ទាប់ពីយើងកំណត់តម្លៃកំណត់ដៃគោតម្លៃរាយហើយយើងត្រូវកំណត់ចំនួននេះហើយបានចេញលេខ1ទៅ10អីអញ្ចឹងណាអញ្ចឹងយើងត្រូវផារូបមុនគឺស្មើពីក្បាលដដែលហ្នឹងហើយយើងត្រូវ select កន្លែងណាយើងមើលក្បាលតារាងនេះយើងត្រូវ select កន្លែងនេះឈ្មោះម្សៅនេះហើយតមកយើងត្រូវ select នៅតារាងនេះគឺតារាងទាំងមូលនេះអញ្ចឹងយើងចាក់សារ F4 ផងហើយតមកយើងខាម៉ាអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវដាក់លេខតែកន្លែងនេះយើងចុចលើក្បាលតារាងនេះហ្មងទៅកុំឲ្យយូរហើយដាក់ថា fail អញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តមកទៀតគឺយើងត្រូវអូសមកបានហើយយើងត្រូវចុចហើយយើងអូសតែយើងត្រូវចូលទៅកែតែនេះដើម្បីអូសឲ្យមានរត់តែនេះតែដាក់ទូរស័ព្ទ B កន្លែងនេះមុខលេខ9ដុល្លារលេខ9អញ្ចឹងយើងអូខេមកអញ្ចឹងដល់ពេលដែលយើងអូសកន្លែងនេះបើថាយើងមានច្រើនយើងធ្វើដំបូងទៅអូសហើយយើងអូសមកដាក់ផុតមកគឺវាដូចយ៉ាង